សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតចែករំលែកបងប្អូនពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ multiple copy ហើយនិង multiple pass នៅក្នុង Windows 11អញ្ចឹងបងប្អូនប្រហែលជាធ្លាប់ប្រើរាល់ដងគឺយើងប្រើ copy pass ជាទូទៅយើងប្រើ copy ដូចថាពេលខ្លះនេះឧទាហរណ៍ថាយើងចង់ copy មួយចំណុចនេះយើងដាក់ថា history of Cambodia យើង copy ហើយយើង control C ណាពេលហ្នឹងយើង control C ហើយយើងផាសដាក់ចូលក្នុង Excel អូខេអញ្ចឹងវាប្រកាសជាមួយហ្នឹងហើយវាបានមួយហ្នឹងអញ្ចឹងឧទាហរណ៍ពេលខ្លះវាមាន2 3កន្លែងអញ្ចឹងណាមាន2 3កន្លែងយើងចង់ copy ដើម្បីដូចថាឥឡូវយើង copy អានេះផង copy evidence of habitation នេះមួយទៀតទៅហើយយើងចង់ copy អីគេcenter at the lower Mekong អីចឹងទៅមួយទៀតហ្នឹងទៅណាអញ្ចឹងបើកាលណាយើងចង់ធ្វើបែបហ្នឹងយើង copy ម្ដង2 3 4ហើយយើងចង់ផាសទៅវិញអញ្ចឹងទៅអញ្ចឹងវាប្រកាសជាជាប់តែចុងក្រោយទេអញ្ចឹងយើងវាប្រកាសជាជាប់ក្នុងចុងក្រោយអញ្ចឹងនេះគេអញ្ចឹងវាជាប់តែចុងក្រោយឯងអញ្ចឹងដើម្បីយើងធ្វើវិធីហ្នឹងបានយើងចង់ប្រើបែបហ្នឹងណាពាក្យច្រើនឧទាហរណ៍ថាអ្នកប្រើ Excel ពាក្យច្រើនខាងគណនេយ្យរដ្ឋបាលក៏អញ្ចឹងដែរហើយក៏មានឲ្យតែការងារពាក់ព័ន្ធជាមួយនឹង Word Excel ពាក្យច្រើនក៏ចង់បានបែបហ្នឹងអញ្ចឹងនេះឥឡូវខ្ញុំឧទាហរណ៍មួយទៀតអញ្ចឹងខ្ញុំនឹង copy ទី1ខ្ញុំយក history of Cambodia អញ្ចឹងខ្ញុំ select មួយណាខ្ញុំ control C អូខេអញ្ចឹងយើងចុច control C ហើយកន្លែងហ្នឹងមួយអូខេបន្តមកទៀតយើងយកពាក្យថាfirst appear in Chinese អញ្ចឹងទៅអញ្ចឹងយើងយកតែហ្នឹងហើយយើងចុច control C ម្ដងទៀតមួយទៀតណាអូខេហើយបន្តមកទៀតយើងយកទៅមកពាក្យទៀតនៅ clear ទៀតយើងយក center at lower Mekong អញ្ចឹងយើង control C ទៀតអូខេអញ្ចឹងខ្ញុំនឹងយក3ហ្នឹងជាជម្រើសនៅពេលដែលខ្ញុំចង់ផាសមកក្នុងនេះខ្ញុំអាច select យកជម្រើសមួយណាក៏បានដែរអញ្ចឹងមិនថាផាសចូលក្នុង Word ឬមួយក៏ Excel ទេយើងអាចប្រើវិធីបែបហ្នឹងបានអញ្ចឹងមុននេះមិញខ្ញុំប្រាប់អ្នកទាំងអស់គ្នាគឺយើងយកកន្លែងនេះមួយយើងយក first appear in Chinese មួយហើយនឹង center of អី lower Mekong នេះអញ្ចឹងបាននេះខ្ញុំបាន copy 3 clear ហ្នឹងហើយអូខេអញ្ចឹងដើម្បីយកទៅផាសកន្លែងហ្នឹងវិញខ្ញុំមានជម្រើសចាអញ្ចឹងកន្លែងពេលយើង copy នេះយើងចុចចង់ copy កន្លែងណាក៏ copy យើងប្រើតែ control C ឲ្យជាប់អញ្ចឹងណាអញ្ចឹងដល់ពេលមកដល់ទីតាំងដែលយើងត្រូវផាសយើងអត់ប្រើ control ធម្មតាយើង copy ហើយយើងផាសវិញយើងប្រើ control V ត្រូវទេអញ្ចឹងកន្លែងហ្នឹងយើងប្រើ window វិញ key window បងប្អូនដោយសារខ្ញុំថត screen អញ្ចឹងប្រហែលជាអត់បាននេះទេប៉ុន្តែ key window ប្រហែលជាបងប្អូនស្គាល់ទេwindow key អញ្ចឹងនៅលើ keyboard នៅលើគ្រប់ computer នៅលើ keyboard របស់យើងគឺគេមាន window key នៅលើហ្នឹងមួយឯងអញ្ចឹងប្រហែលទីបងប្អូនស្គាល់នេះបងប្អូនគេបាទអូខេអញ្ចឹងដល់ពេលមិញ control C ហើយខ្ញុំប្រើ control C ប្រហែល clear ហ្នឹងហើយអញ្ចឹងដើម្បីមកផាសកន្លែងនេះវិញយើងប្រើ window key ហ្នឹងបូកជាមួយនឹងអក្សរ V អញ្ចឹងណានេះដោយសារខ្ញុំអត់បានបើកអញ្ចឹង option នេះមិញគេមកមួយអញ្ចឹងខ្ញុំសុំទៅផាសម្ដងទៀតអញ្ចឹងបើសិនជាបងប្អូនអត់បានបើកទេវានឹង load មកមិញហើយវា load ពាក្យថា turn on ហ្នឹងអញ្ចឹងយើងគ្រាន់ចុច turn on នេះមួយមកអញ្ចឹងយើងអាចប្រើ option ហ្នឹងបន្តអញ្ចឹងខ្ញុំទៅម្ដងទៀតខ្ញុំយក history of Cambodia ហើយខ្ញុំ control C ហើយខ្ញុំយក first appear in Chinese ខ្ញុំ control C ថែមទៀតហើយខ្ញុំយក center at the lower Mekong ខ្ញុំ control C ថែមទៀតអូខេអញ្ចឹងមកដល់កន្លែងនេះខ្ញុំត្រូវយក3 multiple 3អាកន្លែងដែលខ្ញុំ copy ទាំង3ហ្នឹងដើម្បីខ្ញុំមានជម្រើសក្នុងការផាសអញ្ចឹងយើងកន្លែងនេះឧទាហរណ៍យើងដាក់ចូលផាច់អញ្ចឹងយើងប្រើ window key មិញបញ្ជាក់ម្ដងទៀត window key បងប្អូននេះ window key បាទនៅលើ keyboard computer យើងមួយណាក៏មានដែរអញ្ចឹងយើងប្រើ window key ហ្នឹងជាមួយអក្សរ V វិញមិន control V ទេនេះអូខេអញ្ចឹងនេះខ្ញុំចង់ផាសមកផាច់នេះចូលបាត់ហ៎អញ្ចឹង control window key មួយទៀតខ្ញុំយកនេះគេចូលទេហើយខ្ញុំយកនេះឃើញលឿនទេបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនឧទាហរណ៍ជាពិសេសអ្នកមានគេហៅថាចម្លើយអី multiple choice អីមិនគេមិនក៏លោកអាចមាន yes no okay អញ្ចឹងយើងមានពាក្យទាំង3ហ្នឹងស្រាប់អញ្ចឹងគាត់ចូលកន្លែងនេះផាច់ចង់ដាក់ yes no okay យើង select ប៉ប៉អញ្ចឹងទៅអញ្ចឹងបងប្អូនប្រហែលជាមានអ្នកខ្លះគាត់ដឹងហើយតែក៏ប្រហែលជាអ្នកខ្លះទៀតអត់គាត់ដឹងទេអញ្ចឹងកន្លែងនេះយើងចង់ clear ចោលក៏បានដែរព្រោះដោយសារតែកាលណាយើងប្រើអញ្ចឹងទៅវាជាប់ក្នុងហ្នឹងហើយអញ្ចឹងយើងអាច clear វាចោលម្ដងក៏បាន clear វាចោលទៅអូខេអញ្ចឹងបានន័យថាយើងអាចធ្វើ copy ថ្មីមួយទៀតហើយយើងផាសមកទេអូខេអញ្ចឹងវីដេអូនេះថ្ងៃនេះមានតែប៉ុណ្្នឹងទេខ្ញុំគិតថាបងប្អូនប្រហែលជាយល់ហើយអរគុណច្រើន